ហេតុអ្វីកំហុសមិនមែនជាការបរាជ័យប៉ុន្តែជាមេរៀនដើម្បីឲ្យយើងកាន់តែប្រសើរឡើងកំហុសមិនមែនជាការបរាជ័យទេព្រោះវាជាផ្នែកធម្មតានៃដំណើរការសិក្សានិងការរីកចម្រើនបើមនុស្សម្នាក់មិនដែលខុសនោះមានន័យថាគេមិនដែលព្យាយាមអ្វីថ្មីឡើយពេលយើងធ្វើខុសយើងទទួលបានបទពិសោធន៍ថ្មីដែលបង្រៀនឲ្យយើងដឹងថាអ្វីដែលមិនគួរធ្វើនិងអ្វីដែលគួរតែធ្វើលើកក្រោយកំហុសជួយឲ្យយើងយល់ច្បាស់ពីចំណុចខ្សោយរបស់ខ្លួនហើយជំរុញឲ្យយើងកែលម្អនិងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរការបរាជ័យពិតប្រាកដគឺមិនមែននៅពេលដែលយើងខុសទេប៉ុន្តែនៅពេលដែលយើងបោះបង់និងមិនរៀនពីកំហុសនោះមនុស្សជោគជ័យភាគច្រើនក៏ធ្លាប់បរាជ័យជាច្រើនដងដែរប៉ុន្តែពួកគេយកកំហុសទាំងនោះជាមេរៀនដើម្បីកែប្រែនិងបន្តទៅមុខដូច្នេះកំហុសគឺដូចជាគ្រូបង្រៀនមួយដែលបង្ហាញផ្លូវឲ្យយើងដើរត្រូវនិងធ្វើឲ្យយើងក្លាយជាមនុស្សរឹងមាំនិងឆ្លាតវៃជាងមុនការចែករំលែកថ្ងៃនេះក៏បានបញ្ចប់អរគុណជម្រាបលាបងប្អូន